បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅពីក្រោយខ្នងខ្ញុំនេះបាទគឺជាប្រភេទឡាន Lexus RX 350L 350L ហើយមានន័យថា 350L ហ្នឹងគឺប្រភេទកៅអីនេះកៅអី3ជួរឡាននេះណាហ្នឹងហើយកៅអី3ជួរហើយឡាននេះគឺឆ្នាំ2022 option វាប៉ុន្តែឡាននេះជីបើយើងនិយាយមក2022មកដល់ឥឡូវវាចុងឆ្នាំ2025វាចូល3ឆ្នាំហើយឡាននេះ3ឆ្នាំមិនដែល mileage របស់វាជិះបានតែ 10000 ម៉ៃទេឡាននេះតែងមកគឺម្ចាស់អត់ដែរប្រើតែម្ដងនិយាយទៅគាត់អត់ដែរជិះហ្មងតែខ្ញុំបន្ទុកហ្មងនិយាយទៅឡាននេះតែខ្ញុំបន្ទុកហើយ option ឡាននេះបើតាមខ្ញុំមើលទៅគឺ option វា premium បាទព្រោះ option ឡានហ្នឹងវាមាន12ទេប្រភេទ 350L ហ្នឹង 350L ឬមួយក៏ 450L បាទវាមានតែ2 option ទេគឺ premium ហើយនិង luxury ហើយឡាននេះតម្លៃ original វាគឺ 51000 ឥឡូវនេះនៅសល់តែ 50000 ទេ discount 1000ដោយសារតែចុងឆ្នាំប៉ុន្តែប្រហែលជាអាចចុះតម្លៃតិចតួចទៀតបើសិនជាមានភ្ញៀវគាត់ចាប់អារម្មណ៍ឥឡូវខ្ញុំនឹងបង្ហាញវីដេអូមកជុំឲ្យបងប្អូនបានឃើញហើយខាងក្នុងជាប់សោប៉ុន្តែខ្ញុំនឹងព្យាយាមនិយាយអំពីអ្វីដែលមកជាមួយនឹងឡានមួយនឹងឲ្យបងប្អូនទាំងអស់គ្នាឃើញបានឃើញណាតោះយើងទៅមើលទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបង្វែរកាមេរ៉ាមកឲ្យបងប្អូនមើលវិញម្ដងឥឡូវនេះគឺនៅពីមុខឡានបាទហើយឡានហ្នឹងដូចខ្ញុំជម្រាបអញ្ចឹងមកវាមានតែ2 option ទេគឺ premium ហើយនិង luxury អត់មាន sport ទេបាទហើយខាងក្នុងវាមានតែ2ពណ៌ទេគឺពណ៌ទឹកដោះគោបាទពណ៌ទឹកដោះគោហើយនិងពណ៌ខ្មៅបាទអញ្ចឹងយើងមើលខាងមុខវាអញ្ចឹងប៉ាណាខាងមុខវាបងប្អូនឃើញវាដូចជា sport អញ្ចឹងពួកនេះណាបាទហ្នឹងដូច sport អញ្ចឹងអាមួយទៀតប៉ាណាវាគឺត្រង់បាទហើយឡាននេះគឺបើនិយាយទៅឡាននេះវាមានកតាមខ្លះមកជាមួយនឹង heads up display ខ្លះអត់មានហ្នឹងហើយអានេះវា option ខ្ពស់ហើយយើងមើលទៅវាមាន sensor ខាងមុខខាងក្រោយបាទmotor លាងចង្កៀងបាទ motor លាងចង្កៀងបាទហើយមានកន្លែងនេះគឺជាកន្លែងគេហៅថា aerodynamic របស់វាសបកកង់បើយើងនិយាយទៅសបកកង់បងប្អូនអរគ្នាសបកកង់នេះគឺអត់ដែលដូរទេតាំងពីឆ្នាំ2022ម្ចាស់ឡានគាត់ទិញមកថ្មីយ៉ាងម៉េចគឺគាត់ជិះអញ្ចឹងហ្នឹងហើយប៉ុន្តែបកកង់គឺនៅថ្មីបាទនៅថ្មីឆ្នាំ2022បើដែរប្រើផងហ្នឹងហើយនេះយើងមើលមកជុំសិននិយាយទៅគឺខ្ញុំមើលមកជុំរួចហើយគឺអត់មានស្នាមកកិតស្នាមកពិតស្នាមអីទេប៉ុន្តែគាត់ចង់ឲ្យបងប្អូនបានមើលទាំងអស់គ្នាម្ដងទៀតបាទឡាននេះណាហ្នឹងហើយ